សួស្តីអ្នកនរគ្នាខ្ញុំលូស៊ីកាមីថ្ងៃនេះខ្ញុំមានសាច់រឿងមួយមកសម្រាប់ទេដែរដែលមានចំណងជើងថាព្រះច័ន្ទពោឈាមខ្ញុំសូមហៅជើងហ្មងទៅស្រួលអានហើយសាច់រឿងមួយនេះខ្ញុំយកចេញមកពី page admin ដួងច័ន្ទហើយបើសិនជា admin បានឃើញហើយកុំប្រកែកប្រកាន់ខ្ញុំអីណាហើយសូមអភ័យទោសដែលខ្ញុំអត់បានសុំ admin អីចឹងទៅហើយឃើញហើយកុំប្រកែកប្រកាន់ខ្ញុំអីណាអញ្ចឹងកុំឲ្យសុំតបែយូរចុះសាច់រឿងចូលទាំងអស់គ្នាភាគ1សាច់រឿងចាប់ផ្ដើមឡើងនៅទីក្រុងមួយលោកម្ចាស់សូមទោសអ្នកនរគ្នាកន្លែងខ្ញុំព្រៀងខ្លាំងពេកហើយចឹងឯងបាក់ស្ដាប់ស្លេងតិចណាកុំកែប្រកាន់ខ្ញុំហើយខ្ញុំបាននោមអំណោយមួយសម្រាប់បំបត្តិភាពអបសុខរបស់លោកម្ចាស់នៅពេលរាត្រីមិនក៏ករនាំមកខ្លាំងម្លេះខ្ញុំរងចាំស្ទើរតែដេកលក់ទៅហើយសូមអត់ទោសឲ្យខ្ញុំផងលោកម្ចាស់ខ្ញុំព្យាយាមស្វែងរកមនុស្សដែលពិសេសស័ក្តិសមដូចជាអ្វីដែលលោកម្ចាស់ត្រូវការតែកប៉ោងនឹងក៏បាននិយាយតបវិញថាល្អណាស់ពេលនេះនាងចេញទៅវិញចុះខាងស្រីម្នាក់នឹងក៏បានឆ្លើយតបវិញថាចាលោកម្ចាស់អ្នកស្រីនឹងក៏និយាយបន្តទៀតថាខ្ញុំសង្ឃឹមថានេះជារាត្រីដ៏ល្អចារបស់លោកម្ចាស់ឥឡូវនេះឲ្យយើងមើលបន្តិចទៅមើលថាឯងស័ក្តិសមនឹងការរងចាំរបស់យើងដែរទេអូយជ្រិញតាកប៉ោងនឹងដល់ហើយគឺតាកប៉ោងនឹងក៏នៅស្រឡាញ់មើលទីបំផុតតាកប៉ោងនឹងក៏បានទីចេញក៏បានបង្ហាញនៅមនុស្សម្នាក់ហើយមិនឆ្ងល់អីច្រើនទេអេដមីនប្រាប់តែម្ដងទៅម្នាក់ហ្នឹងគឺទូស័យរបស់យើងហ្នឹងហើយតាហ្នឹងក៏បាននិយាយថាល្អណាស់មានស្នាមបន្តិចប៉ុន្តែនិយាយតាមត្រង់មើលទៅអាតាហ្នឹងដូចគ្រូកចិត្តដល់ហើយស្បែករបស់ឯងមើលទៅដូចទៅដល់កូននឹងទឹកឃ្មុំអញ្ចឹងណែដល់ដៃពីកូនស្រីអញឆាប់យើងជួយចេះស្បែកដល់ទីទាញនឹងក្លិនរបស់ឯងរឿងដែលមួយគត់ដែលមិនទាន់មានគឺជាអាតាហ្នឹងអាក្រក់ហ៊ានណាវានឹងធ្វើឲ្យរាងកាយរបស់ឯងដូចជាផ្កាដ៏ស្រស់ស្អាតសាច់របស់យើងបានមកចាំមកបរោះម្នាក់ព្រះអង្គម្ចាស់លីសានហើយម្នាក់ប្រុសហ្នឹងក៏បានបែរមុខមកម្នាក់ប្រុសហ្នឹងបាច់អីវិញឆ្ងាយគឺជាតួប្រុសរបស់យើងនឹងឯងតែមានឈ្មោះថាលីសានក៏បាននិយាយថាអាក្រាដូតើសេដ្ឋីម្នាក់នោះនៅឯណាអាក្រាដូក៏បានឆ្លើយតបវិញថាពួកយើងកំពុងតាមរកគាត់ឧស្សាហ៍ទៅតំបន់ភ្លើងក្រហមដូច្នេះគាត់ច្បាស់ជានៅកន្លែងណាមួយក្នុងតំបន់នេះតំបន់ភ្លើងក្រហមកាលពី7ឆ្នាំមុនកន្លែងនេះគឺជាសង្គ្រាមភារកិច្ចកម្មដល់អ៊ូអមួយវាជាកន្លែងដ៏ស្រស់ស្អាតដែលពោរពេញទៅដោយវត្ថុនិងវប្បធម៌នៃលោកខាងកើតនិងលោកខាងលិចប៉ុន្តែសង្គ្រាមមិនចេះចប់បានបង្កឲ្យមានបញ្ហាជាច្រើនអ្នកដែលបាត់បង់ផ្ទះចាប់ផ្ដើមរស់នៅតាមផ្លូវបុរសនិងស្ត្រីដែលគ្មានទីពឹងចាប់ផ្ដើមធ្វើការនៅសង្កាត់ភ្លើងក្រហមនោះហើយជាមូលហេតុដែលយើងត្រូវតែបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតើទ្រង់ពិតជានឹងដាក់ទោសដល់សេដ្ឋីម្នាក់នោះមែនទេគ្រួសាររបស់គាត់មានអំណាចណាស់ទេហ៊ានរបស់គាត់ដើម្បីឈ្នះសង្គ្រាមនេះគាត់ជាប្រភេទមនុស្សដែលអាក្រក់បំផុតប៉ុន្តែនៅពេលនេះគាត់កំពុងដើរតួយ៉ាងសំខាន់ក្នុងសមរភូមិនេះបើសិនជាបណ្ដោយឲ្យជនមានអំណាចធ្វើបាបអ្នកទន់ខ្សោយបង្ករឿងទុច្ចរិតហើយមិនបានទទួលការដាក់ទោសហើយសាច់រឿងរបស់យើងភាគ1ក៏បានកែសពទៅត្រឹមនឹងដែរសូមអ្នកគ្នារងចាំទស្សនានៅភាគក្រោយណាបាយបាយ